សួស្តីមិត្តអ្នកសិក្សាទាំងអស់គ្នានៅក្នុងថ្ងៃនេះខ្ញុំបាទនឹងលើកយកអំពីរបៀបនៃការ format USB ឬក៏ USB card ឬក៏ memory card ឬឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀតហើយការ format ឧបករណ៍ទាំងនោះគឺមានលក្ខណៈដូចគ្នាទេហើយនេះគឺជាការឆ្លើយតបទៅនឹងចម្ងល់របស់បងប្អូនចម្រើនដែលបានសួរមកកាន់ក្រុមយើងខ្ញុំអំពីរបៀបនៃការ format នេះហើយសង្ឃឹមថាបងប្អូនពេលស្ដាប់លើកហើយបងប្អូននឹងយល់ថាដើម្បី format USB ឬ USB card ក៏ដូចជាឧបករណ៍ផ្ទុកទិន្នន័យផ្សេងៗទៀត hard disk ក៏ដោយឬមួយក៏ MP3 MP4 ក៏ដោយយើងអាច format បានដោយរបៀបដូចខាងក្រោមនេះបាទជាដំបូងដើម្បីជាឧទាហរណ៍នៅពេលនេះខ្ញុំបាទនឹងដោត USB ចូលទៅក្នុងកុំព្យូទ័រនៅពេលដែលដោត USB ចូលក្នុងកុំព្យូទ័រហើយនៅក្នុង Windows 7 នឹងបញ្ចេញមកជា Auto Play នេះដើម្បីឲ្យបើកជាឯកសារនោះសូមបើកឯកសារនេះមកក៏បានឬក៏មិនបាច់ទេយើងបិទចេញវិញហើយដើម្បី format នៅ USB នេះសូមចុចទៅចូល Explorer ចុចនៅត្រង់នេះសម្រាប់ Windows 7 ឬមួយក៏សម្រាប់ Windows XP right click ហើយជ្រើសរើសយក Explorer នៅពេលដែលចូលនៅក្នុង Explorer ហើយនៅក្នុងចំណុចUSB ឬក៏ memory card ដែលបានដោតចូលទៅគឺនៅក្នុងចំណុចនេះសូមចុចទៅលើ USB នេះ USB នេះគឺមានទិន្នន័យមួយចំនួនហើយទំហំវាគឺមានប្រហែលជា 4G ក្នុងនោះគឺប្រើអស់មួយចំនួនហើយនៅពេលដែល format យើងធ្វើការ format USB នេះឯកសារទាំងអស់ដែលនៅក្នុងនេះនឹងលុបចេញទាំងអស់ហើយពេលខ្លះប្រសិនបើ USB បើកអត់ចេញទេអានេះគឺជា USB ដែលដំណើរការធម្មតាប៉ុន្តែបើ USB បើកមិនចេញយើងអាចគ្រាន់តែ right click នៅត្រង់នេះបន្ទាប់មកជ្រើសរើសយកពាក្យថា format បន្តមកទៀតសូមជ្រើសរើស quick format បែបនេះសម្រាប់ករណីដែលលោកអ្នកចង់ format ឲ្យលឿនប៉ុន្តែបើចង់ format តាមស្រួលអាចដកចេញវិញហើយចុច start ប៉ុន្តែករណីនេះខ្ញុំចង់ format ឲ្យលឿនដូច្នេះខ្ញុំជ្រើសរើសយក quick format ហើយចុច start នៅពេលដែលចុច start Windows នឹងបញ្ជាក់លោកអ្នកថាតើលោកអ្នកពិតជាចង់ format USB នេះឬក៏អត់ប្រសិនបើលោកអ្នកពិតជាចង់ format មែនអូខេបន្ទាប់ពីចុច OK ហើយ Windows នឹងធ្វើការ format នៅ USB មួយនេះបន្ទាប់ពី format រួចរាល់ Windows នឹងចេញផ្ទាំងមួយនេះមកសូមចុច OK សូមចូលទៅកាន់ Explorer វិញ right click Open Explorer ហើយទៅកាន់ USB ដែលបាន format អំបញ្ញមិញនោះឯកសារទាំងអស់ដែលនៅក្នុងនេះត្រូវបានលុបហើយ USB នេះគឺ format ថ្មីហើយអាចប្រើប្រាស់ថ្មីបានលោកអ្នកអាច right click ហើយជ្រើសរើសយក property ដើម្បីពិនិត្យមើលថាតើ USB នេះមានទំហំប៉ុណ្ណានៅពេលដែល format រួចបាទនៅពេលដែល format រួចហើយគឺទំហំ USB នេះគឺ 74G នេះគឺ USB ទំហំ 4G ហើយសូមចុច OK ឬ cancel លុបវិញនោះលោកអ្នកអាចប្រើ USB នេះម្ដងទៀតបានចំពោះ USB ដែលមានបញ្ហាប៉ុន្តែ USB ខ្ញុំបាទក្នុងករណីនេះគឺពុំមានបញ្ហាទេហើយប្រសិនបើព្យាយាម format USB ឬក៏ USB card memory card MP3 MP4 ឬឧបករណ៍ផ្ទុកទិន្នន័យផ្សេងក្រោយពី format រួចរាល់ហើយនៅតែមិនដំណើរការធម្មតាទៀតនោះប្រហែលជាមានបញ្ហាផ្សេងក្រៅពីអ្វីដែលអាចធ្វើបាននៅក្នុងករណីដែលយើង format ហើយនេះគឺជាជម្រើសមួយចុងក្រោយហើយព្រោះភាគច្រើនគួរជៀសវាងកុំ format ឧបករណ៍ទាំងនោះព្រោះវាអាចធ្វើឲ្យឆាប់ខូចសម្រាប់ពេលនេះការបង្ហាញទាក់ទងទៅនឹងការ format USB ឬក៏ USB card ឬឧបករណ៍ផ្ទុកទិន្នន័យផ្សេងទោះជា hard disk ក៏ដោយគឺយើងអាចអនុវត្តដូចគ្នាបែបនេះត្រូវបានដល់ទីបញ្ចប់ហើយខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សាថ្ងៃនេះហើយសូមជូនពរឲ្យលោកអ្នកជួបតែសំណាងល្អជោគជ័យក្នុងការងារនិងការសិក្សា
សម្រាប់ពេលនេះខ្ញុំបាទសូមជម្រាបលា